ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ត្រាមនីថ្ងៃនេះផងដែរត្រាមនីនឹងនិទានរឿងសំឡេងហៅភាគបន្តស្អែកឡើងនីរ៉ារៀបចំខ្លួនទៅសាលាធម្មតាទាំងដែលដឹងហើយថាលោកគ្រូពេទ្យឲ្យសម្រាប់ព្រមទាំងអ្នកផ្ទះមិនឲ្យទៅយ៉ាងណាក៏នាងមិនបានខ្វល់ឡើយនាងគិតថានៅសល់តែប៉ុន្មានថ្ងៃទៀតជិតប្រឡងប្រចាំខែរឿងអីដែលត្រូវឈប់មិនអាចទៅរួចទេគ្រប់គ្នាទាំងអស់នៅពេលដែលបានឃើញនាងមានមួយចំនួនដូចជាខ្លាចនាងយ៉ាងម៉េចមិនដឹងទេចំណែកឯអ្នកខ្លះវិញប្រើកែវភ្នែកតាមសម្លឹងមើលមិនដឹងថាពួកគេគិតអីចម្លែកលើនាងនោះឡើយជាហេតុធ្វើឲ្យនាងមិនហ៊ាននឹងមើលមុខអ្នកទាំងនោះចំវាក៏ដូចជាសម្ពាធមួយដែរសម្រាប់នាងនីរ៉ាមិនក៏មិនទៅផ្ទះសម្រាប់មួយថ្ងៃអីសិនទៅចាខ្ញុំមិនអីទេអ្នកគ្រូខ្ញុំប្រសើរវិញហើយខ្ញុំញញឹមដាក់អ្នកគ្រូយ៉ាងស្រស់មិនចង់ឲ្យគាត់បារម្ភបន្ទាប់ពីជួបអ្នកគ្រូរួចខ្ញុំក៏បន្តទៅថ្នាក់រៀនជាមួយវីឡានាងក៏មិនទាន់និយាយប្រាប់អីដល់ខ្ញុំដែរមកដល់ថ្នាក់យ៉ាយប៉ែម្សិលមិញមិនក៏កាចម្លេះគ្រាន់តែគេស៊ីជ័យសោះហ្នឹងកំឡែងជាមិត្តចិត្តដិតបំផុតគាត់ចូលចិត្តនិយាយលេងតាមអីគាត់ជាក្មេង2005អ្នកណាកាចហើយម្សិលមិញមានរឿងអីមែនបានជាម្នាក់មើលមកយើងដូចជាចម្លែកខ្ញុំសួរបកទៅកំឡាយវិញទាំងមិនទាន់ឆ្លើយនឹងសំណួរគាត់ពិតជាមិនដឹងមែនអីម្សិលមិញក្រោយចេញពីបន្ទប់ទឹកបងនីរ៉ាឯងមកអង្គុយក្នុងតុមិននិយាយអីមួយម៉ាត់ទោះបីជាលោកគ្រូប្រាប់ឲ្យសរសេរមេរៀនដាក់ក្នុងសៀវភៅក៏បងនីរ៉ាឯងមកសរសេរថែមទាំងអង្គុយសម្លក់លីយានទៀតផងមួយសន្ទុះក្រោយមកក៏វីឡានិយាយរៀបរាប់ប្រាប់សពគ្រប់ហើយខ្ញុំហាក់ស្ដាប់មិនចង់ចូលព្រោះថាវាមិនមែនជាការពិតក្រាញ់ខ្ញុំនៅក្នុងបន្ទប់នោះឬគ្រប់គ្នាកំពុងតែនិយាយកុហកខ្ញុំហើយខ្ញុំមិនជឿហើយយ៉ាងម៉េចទៀតធ្វើនិយាយទៅមើលខ្ញុំពិតជាចង់ដឹងទៀតណាស់ខណៈវីឡាមិនចង់និយាយបន្តក្រោយមកក៏ស្ទុះក្រោកឈរចង្អុលលីយានហើយតាមស្រែកទៀតសំណាញ់ពីនាងទៀតផងក្នុងខ្លួនយ៉ាងម៉េចហ្នឹងកម្លាយនិយាយបន្តពីវីឡាមើលទៅពួកគេនិយាយខ្ញុំគិតថាគួរតែជឿឬមិនជឿហើយឯណាផោះតាងមានបានថតទេចង់ឲ្យជឿតែមានផោះតាងទៅព្រមជឿគ្មានទេហេតុអីបានមិនមានបានអីមានបើគ្រប់គ្នារត់ប្រះអាយុអស់ហើយហ្នឹងឈប់សម្រាប់ថាវាជារឿងតក់ស្លុតឬគឺជារឿងកំ pl ែងហាពួកឯងគួរតែរករឿងប្រាប់យើងឲ្យស៊ីជម្រៅជាងនេះបានទេនៅស្ទើរណាស់នីរ៉ាសើចព្រោះថានាងមិនសូវជឿរឿងទាំងអស់នោះទេពួកយើងនិយាយមែនបងមើលទៅដូចមិនមែនបងនៅពេលនោះបងខឹងខ្លាំងដល់ថ្នាក់ស្រក់ទឹកភ្នែកមកម៉ាត់ទៀតផងសម្ដីព្រមទាំងទឹកមុខពួកគេនិយាយប្រាប់ខ្ញុំទាំងប៉ុន្មានខ្ញុំចាប់ដើមគិតដល់ការយល់សប្តិខ្ញុំកាលពីប៉ុន្មានថ្ងៃមុននឹងរូបថតមួយសន្លឹកដែលថតជាមួយនារីម្នាក់ទម្លាក់សក់បាំងមុខមួយចំហៀងហើយដៃរបស់ខ្ញុំនិងដៃនាងមានកាន់កូនកំបិតនោះគ្រាន់តែគិតដល់នោះខ្ញុំចាប់ដើមព្រឺរោមហើយធំក្លឹមសែងធូបហាក់ដូចជាមានអ្នកណាអោចក្បែរនោះអញ្ចឹងប៉ុន្តែមុននឹងរឿងនេះកើតឡើងលីយានដូចយកសំណែនទៅសែនឲ្យអ្នកណាមិនដឹងទេដូចជានៅសឹកកំឡាយក៏និយាយពីរឿងអីមួយតែគេមិនសូវដឹងច្បាស់ដូចគ្នាចូលរៀនទៅពួកឯងនិយាយទាំងប៉ុន្មានយើងជឿសិនក៏បានតែអំបញ្ញមិញពួកឯងមានធំក្លិនអីអត់ខ្ញុំសួរទៅពួកគេក្រែងលោមានអ្នកសែនអីម្ដុំនេះមានទេធំក្លិនតែទឹកអប់វីឡានិយាយព្រោះនាងទៅតែទាញដបទឹកអប់យកមកបាញ់អំបញ្ញមិញដោយមិនគិតយូរពួកយើងក៏ចូលរៀនបន្តដល់ម៉ោងចេញមកផ្ទះម៉ោង 5:45 នាទីទៅហើយសិស្សមួយចំនួនធំចេញពីរៀនគួររូតរះរៀបចំបង្វិចកាតាបយកចំណេះត្រឡប់ទៅផ្ទះវិញខ្ញុំទៅផ្ទះមុនហើយកម្លាយប្រាប់ខណៈដែលគេកំពុងរៀបចំសៀវភៅដាក់ចូលកាតាបរបស់គេហើយខ្ញុំក៏ដូចគ្នាកត់មេរៀនរួចហើយបងនីរ៉ាខ្ញុំសុំទៅចាំបងនៅខាងក្រោមវិញខ្ញុំទៅផ្ទះមុនហើយកម្លាយប្រាប់ខណៈដែលគេកំពុងរៀបចំសៀវភៅដាក់ចូលកាតាបរបស់គេហើយខ្ញុំក៏ដូចគ្នាកត់មេរៀនរួចហើយបងនីរ៉ាខ្ញុំសុំទៅចាំបងនៅខាងក្រោមវិញចង់ទៅក៏ទៅយើងបង្ហាញមេរៀនបន្តិចទៀតសិនកាត់ស្អីពួកវាសុកធ្វើដូចខ្លាចអង្គុយកត់យ៉ាងស្ងៀមស្ងាត់ម្នាក់ឯងខ្យល់ត្រជាក់ផាត់ចូលតាមបង្អួចធ្វើឲ្យត្រជាក់ចុងដៃចុងជើងអន់ងើបកំពុងស្លងអារម្មណ៍នឹងមេរៀនខ្ញុំបានឃើញស្រមោលអ្វីម្យ៉ាងនៅជួរទី2ក្រោយខ្នងរបស់ខ្ញុំវាដូចជារូបរាងមនុស្សខ្ញុំក៏រហ័សងាកមើលតែពុំបានឃើញអ្វីឡើយរួចងាកមកមើលក្នុងកញ្ចក់ក្តារខៀនម្ដងវិញនៅតែជារូបខ្ញុំចម្លែកណាស់រួចហើយខ្ញុំឧទានតិចម្នាក់ឯងខ្ញុំក៏រហ័សងាកមើលតែពុំបានឃើញអ្វីឡើយរួចងាកមកមើលក្នុងកញ្ចក់ក្តារខៀនម្ដងវិញនៅតែជារូបខ្ញុំចម្លែកណាស់រួចហើយតិចម្នាក់ឯងរៀបចំទុកដាក់សៀវភៅហើយក៏បំរុងនឹងលុបក្តារខៀនឈប់ខ្ញុំមិនទាន់រួចទេដឹកដង្ហើមចេញចូលបុកពោះរបស់ខ្ញុំអ្នកណាគេមិនទាន់ហើយខ្ញុំបែរទៅរកម្ចាស់សំឡេងឃើញថាជាសិស្សស្រីម្នាក់មុខមាត់ស្អាតបាតអង្គុយញញឹមដាក់ខ្ញុំឯងជាសិស្សថ្មីមែនទៅមិនដែលឃើញមុខអញ្ចឹងខ្ញុំសួររាក់ទាក់ចំពោះនាងព្រោះថាខ្ញុំបានស្គាល់សិស្សនៅទីនេះច្រើនហើយមិនថា
ថ្នាក់រៀនច្បងក៏ចំណាំមុខបានដែរទោះមិនស្គាល់ឈ្មោះពួកគាត់ក៏ដោយអត់ទេខ្ញុំរៀននៅថ្នាក់ជាមួយឯងនឹងគ្រាន់តែអត់ទេខ្ញុំរៀននៅថ្នាក់ជាមួយឯងនឹងគ្រាន់តែឯងមិនសូវចាប់អារម្មណ៍ហើយអញ្ចឹងឯងអង្គុយនៅកន្លែងណាជួឯងដែរតើតែមានសិស្សប្រុស2នាក់អង្គុយបាត់ទៅហើយក៏បដូរទៅអង្គុយនិយាយគ្នាមិនទាន់ចប់ផងវីឡាក៏មកដល់បងនីរ៉ាមិនក៏យូរម្លេះខ្ញុំអង្គុយចាំបងឯងយូរណាស់ហើយវីឡាធ្វើមុខដូចធុញទ្រាំគឺបងកំពុងនិយាយជាមួយម្នាក់នេះថាហើយខ្ញុំក៏ងាកមកមើលកន្លែងសិស្សម្នាក់នោះអង្គុយអំបញ្ញមិញតែបែរជាមិនឃើញស្អីគេចេញលឿនម្លេះមិនតាន់ស្គាល់ឈ្មោះផងឯណាមិនឃើញមកឆាប់ប្រញាប់ចេញមកទៅផ្ទះយើងវិញតែបងបិទទ្វារវិញនូនសិនវីឡាចាប់ទាញដៃខ្ញុំឲ្យចេញពីថ្នាក់មិនបាច់ទេចាំស្អែកទៅតែមិនបាច់តែស្គាល់ទេមកទៅផ្ទះនាងចាប់ទាញដៃខ្ញុំដឹកចុះក្រោមធ្វើមើលតែឯងនឹងមិនស្គាល់ផ្លូវទៅផ្ទះចុះបណ្ដើរខ្ញុំមើលទៅកាន់ថ្នាក់បណ្ដើរក៏ឃើញថាសិស្សម្នាក់នោះកំពុងសម្លឹងមកខ្ញុំជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្អាតថ្ងៃបន្ទាប់ខ្ញុំបានឮថាកាលពីសប្តាហ៍មុនមានឃាតកម្មរំលោភសម្លាប់សិស្សស្រីម្នាក់ប៉ូលីសកំពុងតែស៊ើបរកឃាតករដើម្បីមកដាក់ទោសតាមច្បាប់ហើយសាកសពសិស្សស្រីនោះត្រូវគេយកទៅកប់ខាងក្រោយសាលារៀនដែលពួកខ្ញុំកំពុងរៀនសាកសពនាងត្រូវរកឃើញនៅថ្ងៃនេះដែលមានសភាពហើមរលួយមើលមិនយល់នៅក្បែរសាកសពមានកូនកំបិតតូចដែលខ្ញុំឃើញដូចក្នុងរូបថតអញ្ចឹងបានន័យថាខ្ញុំនិយាយជាមួយវិញ្ញាណរបស់នាងព្រោះម្សិលមិញជាថ្ងៃគម្រប់7ថ្ងៃរបស់នាងថ្ងៃដែលលីយានលេងល្បែងស៊ូខ្មោចទៅមកលេងតាមការហៅហើយលីយាននិងមិត្តភ័ក្តិជំពាក់មាត់ថាសែនសំណែនឲ្យតែពួកនាងបែរជាមិនសែនទៅមកកើតរឿងមិនល្អមកលើនីរ៉ាទៅវិញក៏ព្រោះនីរ៉ាមាននិស្ស័យជាមួយខ្មោចសិស្សស្រីនោះខ្ញុំសង្ឃឹមថាឯងនឹងចងចាំខ្ញុំជានិច្ចណានីរ៉ាចាអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការទស្សនាក៏ដូចជាសម្ដាប់ទាំងអស់គ្នាថ្ងៃនេះផងដែររឿងនិទានសម្លេងហៅនិពន្ធដោយនាងខ្ញុំផ្ទាល់គឺត្រូវបានបញ្ចប់ត្រឹមភាគទី4នេះហើយសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នារងចាំសម្ដាប់ក៏ដូចជាទស្សនានៅរឿងភាគដែលខ្ញុំនឹងត្រៀមចេញនៅខាងមុខទៀតអរគុណច្រើនសម្រាប់ការតាមដាននិង Subscribe